ទៅផ្សារនៅទូរគីជាលើកចុងក្រោយមើលទៅរបស់គ្រឿងក្រៅនេះទៅមិនមែនជារបស់ខ្ញុំដែលទៅទិញទេហើយមកលើកនេះមកជួបមិត្តភ័ក្តិហើយមិត្តភ័ក្តិគឺគាត់ទិញគ្រឿងបែបនេះឯងយកទៅផ្ញើខាងបងប្អូនគ្រួសារគាត់អីចឹងណាហើយខ្ញុំដើរផ្សាររួចហើយទិញគ្រាប់ធនជាតិនឹងឯងទៅផ្សារម្ដងសិតតែមានកម្រងណាយើងទៅតូបម្ដុំប្លុកគេលក់កាហ្វេផ្សេងទៅលក់តែផ្សេងទៅហើយនៅខាងគ្រាប់ធនជាតិសូកូឡាក៏ផ្សេងទៅទៀតអីចឹងណាហើយខ្ញុំនេះជូនគេទៅទិញសោះប៉ុន្តែអីវ៉ាន់យកពេញដៃដូចគេដែរហើយដល់វគ្គមកទិញទឹកអប់និយាយថាវេទនាសាហាវសុំគេហត់នឹង10ខ្លងជាងហើយឡើងមិត្តភ័ក្តិខ្ញុំហត់លេងដឹងក្លិនអស់ហើយមកឲ្យខ្ញុំហត់បន្ថែមខ្ញុំកាន់តែទៅឈឺក្បាលសាហាវហ្មងហើយខ្ញុំអារឿងទឹកអប់នេះហើយនិយាយថាពិបាកហ្មងអញ្ចឹងបើថាម្ដងទៅទិញទឹកអប់វាថាយើងមានលេខអីត្រឹមត្រូវអីយើងឲ្យតែលេខគេទៅគេហត់ក្លិននឹងឲ្យយើងហ្មងប៉ុន្តែមិត្តភ័ក្តិខ្ញុំក៏មានដែរប៉ុន្តែគាត់របៀបថាគាត់ចង់សាកហាត់ផ្សេងអីអញ្ចឹងណាទៅវិញទៅមកវាច្បោកច្បល់ក្លិនបដៅនឹងគ្នាឈឺក្បាលបាត់ហើយមិនក្តៅផងទៅប្រាហើយក៏នាំគ្នាមកទិញគ្រឿងបែបជាតិដូចជាដុំសាប៊ូបែបទូរគីដុំធម្មជាតិអីអញ្ចឹងណាហើយទិញតែទូរគីអីអញ្ចឹងទៅហើយនិយាយរួមទៅខ្ញុំគ្រឿងជាងអញ្ចឹងអត់សូវស្គាល់ទេហើយហ្នឹងហើយតែពេលទៅមកភ័ក្រខ្ញុំខាងគ្រួសារគាត់ក៏ចង់គាត់ផ្ញើទិញអញ្ចឹងគាត់ចូលមកទិញអីអញ្ចឹងណាហើយខ្ញុំហ្នឹងហើយដើរតាមគាត់អីចឹងទៅនៅតូបណាគេមានលក់អញ្ចឹងដែរហើយនិយាយថាដើរកាត់ម្ដងធំឈ្ងុយមែនតើហើយក៏ទិញគ្រឿងអនុស្សាវរីយ៍តំណាងឲ្យខេត្តបុរីសាពួកខ្ញុំអីចឹងណាដើរផ្សារច្រើនថ្ងៃជាប់គ្នាឥឡូវអស់កន្លងហើយក៏ជាថ្ងៃចុងក្រោយដែលពួកខ្ញុំដើរផ្សារមុននឹងហោះមកខ្មែរអីចឹងណាហើយនឹងឯងហើយកាត់មិនក្តៅពេកក៏នាំគ្នាដើរចូលកន្លែងផ្លូវនៅមុខវិហារអីចឹងទៅដោយសារនៅផ្លូវនៅហ្នឹងវារៀងល្ងឹតមានដើមឈើតិចបើយើងដើរនៅក្នុងផ្សារហប់ផងមនុស្សច្រើនទៀតពួកខ្ញុំខ្លាចខ្យល់ចាប់អីចឹងទៅហើយមិត្តភ័ក្តិខ្ញុំណានៅគាត់ថាជាជ្រួលថាមកផ្សារលើកចុងក្រោយហើយដែរលុយនៅសល់ប្រហែលចាយឲ្យខ្ទេចទៅអីទៅហើយពួកខ្ញុំថាអត់ទេអត់មានកម្លាំងដើរតទេមិនក្តៅខ្លាំងមកដូរមិញទៅយើងទៅផ្សារដោយម្នាក់ឯងយើងស្រួលយើងទៅទិញហើយមកវិញលឿនហ្មងតែបើទៅមានគ្នាយើងចាំគ្នាវាយូរបដៅឲ្យខាតពេលទៅពេលទៅអស់កម្លាំងរៀនហើយខ្ញុំគ្រាន់តែមកដល់ដូនភ្លាមបើកវ៉ាលីដាក់អីវ៉ាន់ចូលក្នុងវ៉ាលីរៀបចំឲ្យគ្រាន់តែមើលអីវ៉ាន់ទៅដល់ហើយស្ទើរតែគ្រឿងគ្រាប់ធនជាតិហើយនឹងគ្រាប់សូកូឡាទុកឲ្យក្មេងខ្មាំងនឹងឯងរៀបដាក់ឲ្យដាក់ដកឲ្យដកនិយាយថាលើសគីឡូថាពួកខ្ញុំ stress ខ្លាំងហ្មងគីឡូគេឲ្យតិចពេកហើយពួកខ្ញុំទិញរៀងលើសអីចឹងគ្រាន់តែរៀបអីវ៉ាន់មកខ្មែរហ្នឹងពួកខ្ញុំនៅទល់ភ្លឺអត់បានកេងទេយប់ហ្នឹងហើយស្អែកឡើងខ្ញុំទៅប្រឡងធម្មតាប្រឡងដល់ល្ងាចហ្មងប្រឡងដល់ម៉ោង6ល្ងាចម៉ោង7ទៅដល់ដុំហើយរៀបអីវ៉ាន់តទៀតដោយសារតែអីវ៉ាន់ពួកខ្ញុំលើសគីឡូច្រើនប្រឡងហត់អត់ចេះមិនក៏ដោយហើយនៅក៏មានកម្លាំងចិត្តថាចិត្តទៅខ្មែរហើយអីចឹងណាឃើញមុខឡើងល្វើយមែនតើហ្មងហើយប្រឡងឲ្យហ្នឹងរហូតដល់ល្ងាចតែពេលចឹងទៅខួរក្បាលនឹកគាត់ថាអូវ៉ាលីនឹងលើសបានគីឡូទេសំសរសើរគ្រូហ្មងរៀបចំសម្បត្តិយន្តហោះពីថាប្រឡងហើយថ្ងៃហ្នឹងភ្លាមស្អែកឡើងហោះប្រោយជីងពីសាលាភ្លាមក៏ទៅដកលុយកតាស់ផ្លេដោយសារតែកន្លែងលក់ខ្លះគេអត់ប្រើលុយកាតអីចឹងណាហើយហ្នឹងហើយក៏ត្រៀមទិញផ្លែឈើរីប៉ុន្តែសំខាន់គីឡូវាលើសបាត់ហើយអត់ត្រូវទិញប្រោយ